ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបប្រើប្រាស់ dry mode មាន eco mode normal ជាមួយនឹង power mode ឲ្យបានត្រឹមត្រូវអូខេឥឡូវយើងចាប់ផ្ដើមបញ្ឆេះឡានអញ្ចឹងបើសិនជាឡានយើងអត់ទាន់បានចុច dry mode eco ឬក៏ sport mode ទេគឺវាអត់បង្ហាញអក្សរអីទេហើយ dry mode ដែលយើងអាចចុចបានសម្រាប់ Fortuner គឺយើងមាន3នេះយើងមាន eco normal ជាមួយ sport mode អញ្ចឹងសម្រាប់ eco នេះគឺការបើកបរបែបសន្សំចៃជាន់អត់សូវស្ទុះនៅពេលដែលបងប្អូនបើករងាយអាចដឹងជាន់គាត់យើងដាក់ eco ពឹបជាន់ទៅរៀងស្ពឹកបន្តិចតែវាធ្វើអារម្មណ៍យើងមានផាសុកភាពក្នុងការបើកក្នុងក្រុងជាន់ទៅវាអត់កត្រាក់ឬក៏វាអត់ធ្វើឲ្យអ្នកខាងក្នុងមានអារម្មណ៍ថាឡានទៅមុខឬក៏ឆក់ទៅមុខខ្លាំងអញ្ចឹងយើងអាចដាក់ eco អញ្ចឹងការណែនាំគឺប្រើប្រាស់ក្នុងក្រុងគឺផ្លូវពិបាកផ្លូវស្ទះច្រើនហ្នឹងគឺយើងប្រើ eco mode អញ្ចឹងដល់ពេលដែលយើងចុច eco mode ហ្នឹងគឺវាលោតសញ្ញានៅលើអេក្រង់ព័ត៌មានដូចនេះនេះយើងបិទដាក់ normal ចុចលើ eco វាបង្ហាញបែបនេះ eco mode អញ្ចឹងសរុបមកគឺសម្រាប់ការប្រើប្រាស់ក្នុងក្រុងផ្លូវស្ទះច្រើនយើងមិនចង់ជន់ទៅឲ្យវាកត្រាក់ឬក៏កញ្ឆក់ឲ្យច្រើនទេជន់ទៅរៀង smooth ហើយសម្រាប់ normal នេះគឺបើជាភាសាងាយយល់ហ្មងគឺធម្មតាហ្នឹងបានថាវាមិនស្ទុះហើយក៏វាជន់ទៅក៏វាមិនយឺតខ្លាំងមិនស្ទួកខ្លាំងអញ្ចឹងគឺធម្មតាស្តង់ដារមកពីរោងចក្រ sport mode យើងចុច sport mode មួយគឺវាបង្ហាញនៅលើអេក្រង់បែបនេះ sport នេះបិទនេះបើក sport mode sport បានន័យថាបែប sport គឺគិតបើនិយាយឲ្យងាយយល់វាស្ទុះខ្លាំងជាងធម្មតាជិះផ្លូវក្នុងក្រុងជន់ទៅរៀងកញ្ឆក់ហើយយើងប្រើឲ្យត្រូវមុខងាររបស់វាហ្មងគឺបើកផ្លូវវ៉ាចែងច្រើនឬក៏យើងចូលចិត្តជន់បន្ថែមលបឿនលឿនជន់បែបបខំ sport mode គឺត្រូវម៉េចហើយសម្រាប់បងប្អូនដែលមានចម្ងល់តាក់ទងនឹងការប្រើប្រាស់ផ្សេងអាចសាកសួរបងប្អូនបានហើយបើសិនជាបងប្អូនត្រូវការឡានមកទឹកក៏អាចតាក់ទងមកខាងបងប្អូនបានសូមអរគុណហើយជួបគ្នាក្នុងវីដេអូក្រោយ